ខ្ញុំបកករណាខ្ញុំបាទសូមក្រាបថ្វាយបង្គំដល់ព្រះរតនត្រ័យទាំង3គឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីសក្ការៈហើយខ្ញុំបកករណាក៏សូមក្រាបថ្វាយបង្គំដល់លោកម្ចាស់ធម្មបញ្ញាឈុំសវឿនដែលគង់ជាអធិបតីនៅទីនេះហើយខ្ញុំបកករណាក៏សូមក្រាបថ្វាយបង្គំដល់លោកម្ចាស់គ្រប់ព្រះអង្គដែលគង់នៅតាមទីវត្តអារាមហើយក៏សូមជម្រាបសួរដល់លោកតាលោកយាយដែលជាពុទ្ធបរិស័ទនៅក្នុងទីក្រុងឡូយើងនេះផងបាទថ្ងៃនេះគឺជាថ្ងៃពុទ្ធហើយក៏ជាថ្ងៃដែលកម្មវិធីនីតិព្រះពុទ្ធសាសនារបស់ខ្ញុំបាទព្រមទាំងបុគ្គលិកស្ម័គ្រចិត្តទាំងអស់គឺមានដូចជាលោកមីវ៉ានីលោករុនសារ៉េនបាទហើយថ្ងៃនេះក៏ដូចនៅក្នុងសប្តាហ៍មុនផងដែរគឺជានីតិស្វែងយល់ព្រះពុទ្ធសាសនាបាទជាកិច្ចបន្តទៀតនេះខ្ញុំបកករណាក៏សូមប្រគេនតួនាទីដល់លោកម្ចាស់ឈុំសវឿនដើម្បីសម្ដែងនៅធម្មីកថាដែលជាកិច្ចចាប់ផ្ដើមនៅក្នុងកម្មវិធីនេះផងដែរអញ្ចឹងសូមអរតនានិមន្តកណាជាបឋមខ្ញុំកណាសូមក្រាបថ្វាយបង្គំចំពោះព្រះសម្មាសម្ពុទ្ធព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ក្រៃលែងសូមក្រាបថ្វាយបង្គំចំពោះលោកម្ចាស់គ្រប់ព្រះអង្គនិងលោកដែលមានអាយុគ្រប់ព្រះអង្គទាំងអស់ដែលបានគង់នៅក្នុងទីក្រុងឡូព្រមទាំងទីក្រុងដទៃក្នុងសហរដ្ឋអាមេរិកយើងនេះហើយសូមចម្រើនពរដល់ញាតិញោមបងប្អូនពុទ្ធបរិស័ទទាំងអស់ដែលកំពុងតាមដានទេសនានៅព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដែលផ្សាយបន្តផ្ទាល់ក្នុងប៉ុស្តិ៍ TV នាទីយល់ដឹងពុទ្ធសាសនាក្នុងវេលាឱកាសនេះដូច្នេះញាតិញោមបងប្អូនពុទ្ធបរិស័ទទាំងអស់ក៏ការស្ដាប់នៅព្រះធម៌ការសន្ទនានៅព្រះធម៌ណាគឺជាមង្គលដ៏ឧត្តមរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងក៏ធម្មសាកិច្ឆាអេតាមំកលមត្តមាំងក៏ការសន្ទនាព្រះធម៌ទៅវិញទៅមកជាមង្គលដ៏ឧត្តមជាពិសេសញាតិញោមពុទ្ធបរិស័ទបានតាំងចិត្តដើម្បីស្ដាប់ព្រះធម៌គឺរមែងបាននៅពូជគឺបញ្ញាក៏សោះសូសាំងលភតេបញ្ញੰការស្ដាប់នៅព្រះធម៌ដោយគោរពរមែងបាននៅពូជគឺបញ្ញានេះឯងហើយគឺជាអាវុធអាចកាប់ឆ្ការដោះស្រាយនៅបញ្ហាផ្សេងជុំវិញជីវិតរបស់ញាតិញោមពុទ្ធបរិស័ទនឹងឲ្យបានរួចណាស្រឡះឲ្យបានសុខសន្តិភាពទៅតាមផ្លូវចិត្តណាគឺអាស្រ័យដោយពូជគឺបញ្ញានឹងឯងបងដូច្នេះការស្ដាប់ព្រះធម៌នេះគឺជាការសំខាន់ណាស់ញាតិញោមពុទ្ធបរិស័ទដូច្នេះកាលពីអាទិត្យមុនបានសន្ទនានៅក្នុងអរិយសច្ចធម៌ទាំង4គឺទុក្ខសច្ចៈសមុទយសច្ចៈនិរោធសច្ចៈនិងមគ្គសច្ចៈ
ដែលជាសច្ចធម៌ពិតប្រាកដដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងបងក្នុងសេចក្តីនេះគឺខ្ញុំគណៈអាត្មាភាពអរតនីនៅរឿងរ៉ាវខ្លះដែលព្រះសម្មាសម្ពុទ្ធមុននឹងព្រះអង្គសម្ដែងនៅក្នុងអរិយសច្ចធម៌ហ្នឹងដើម្បីញាតិញោមពុទ្ធបរិស័ទបានស្ដាប់ហើយយល់ដឹងនៅក្នុងពុទ្ធសាសនាជាបន្តទៅទៀតប៉ុណ្ណាមុននឹងព្រះអង្គសម្ដែងធម្មចក្រដែលប្រពនៅក្នុងអរិយសច្ចធម៌ហ្នឹងកាលនោះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងជាដំបូងនៅក្រៅមណ្ឌលពោធិព្រឹក្សព្រះអង្គត្រាស់ដឹងហើយគឺលះបង់នៅលោភៈលះបង់នៅទោសៈលះបង់នៅមោហៈមានការស្រឡាញ់ការស្អប់ការវង្វេងកិលេសទាំងអស់ហ្នឹងតែងនាំព្រះអង្គឲ្យលិចចុះនៅក្នុងសេចក្តីទុក្ខក៏ប៉ុន្តែនៅពេលដែលព្រះអង្គបានត្រាស់ដឹងនៅធម៌ក្រៅមណ្ឌលពោធិព្រឹក្សហើយព្រះអង្គបានលះបង់នៅកិលេសដែលជាឫសគល់នៃសេចក្តីទុក្ខដែលតែងនាំព្រះអង្គឲ្យទុក្ខក្នុងសង្សារវដ្តគឺព្រះអង្គបានលះបង់នៅក្រៅមណ្ឌលពោធិព្រឹក្សនឹងឯងដោយអំណាចដែលបញ្ញាវិបស្សនាបានកើតឡើងនឹងឯងព្រះអង្គបានធ្វើនៅប្រយោជន៍គឺការត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធខ្លួនព្រះអង្គឯងនៅពេលដែលព្រះអង្គបានត្រាស់ដឹងហើយញាតិញោមពុទ្ធបរិស័ទណាព្រះអង្គបានគង់ពុទ្ធភ្នែនពេនប្របាននៅក្រៅមណ្ឌលពោធិព្រឹក្សនឹងដោយវិមុតតិសុខគឺសុខផុតអំពីសុខដតីទាំងអស់ប្រែមកផសុខនៅក្នុងផលសមាបត្តិដែលព្រះអង្គបានសម្រេចវិមុតតិសុខហ្នឹងសុខដ៏ក្រៃលែងញាតិញោមសុខក្នុងលោកនេះសុខដោយការបានមាសបានលៀបបានយសបានសក្ការៈបានការសរសើរបានការលើកតម្កើងសុខហ្នឹងគឺសុខคล้ายคล้ายសុខបោកប្រាស់ទេហេតុដូចម្ដេចហៅថាសុខคล้ายคล้ายសុខបោកប្រាស់ព្រោះវាមិនអាចសុខរហូតដោយអំណាចការមិនទៀងគឺតែងតែមានការប្រែប្រួលគឺតែងសេចក្តីទុក្ខនឹងកើតឡើងអញ្ចឹងគឺសុខក្នុងលោកនេះគឺសុខប្រែប្រួលសុខផ្លំសុខបោកប្រាស់សត្វលោកមើលដូចសំដែងពីខាងដើមទឹកមុនអញ្ចឹងកំពុងតែជួបគ្នាស្រាប់តែព្រាត់អញ្ចឹងទៅកំពុងតែជាស្រាប់តែឈឺកំពុងតែរស់នៅស្រាប់តែស្លាប់អញ្ចឹងទៅញាតិញោមមានទៅទៀងទាត់អីសុខក្នុងលោកនេះណាធ្លាប់តែធ្វើ president ឯស្រាប់ធ្លាក់ពីតំណែងពី president អីចឹងទៅញាតិញោមមានទៀងទាត់អីអត់ទៀងទាត់ទេអញ្ចឹងសេចក្តីសុខនៅក្នុងលោកនេះគឺជាសុខបោកប្រាស់ពិតប្រាកដងាកមកព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គសោយនៅវិមុតតិសុខគឺសុខនឹងទៀងទាត់សុខមិនប្រែប្រួលសុខមិនវិលទៅរកនៅសេចក្តីទុក្ខគឺសុខនៅក្នុងផលសមាបត្តិដែលព្រះអង្គត្រាស់ដឹងនឹងឯងគណៈនឹងញាតិញោមពុទ្ធបរិស័ទព្រះអង្គបានគង់ក្រោមមណ្ឌលពោធិព្រឹក្សដែលព្រះអង្គត្រាស់ដឹងនឹងតាំងអំពីថ្ងៃទី1រហូតដល់ថ្ងៃទី7ថ្ងៃទី7ហើយព្រះអង្គពិចារណានៅក្នុងបដិច្ចសមុប្បាទធម៌ពិចារណាក្នុងបឋមយាមហ្នឹងគឺ
គឺព្រះអង្គពិចារណាបដិច្ច សមុប្បាទធម៌ណាពិចារណាបដិច្ច សមុប្បាទធម៌ហ្នឹងធម៌យ៉ាងម៉េចញាតិញោមពុទ្ធបរិស័ទណាគឺអវិជ្ជាណាញាតិញោមពុទ្ធបរិស័ទបងដែលនាំសត្វទៅកាន់សេចក្តីទុក្ខគឺអំណាចដោយអវិជ្ជានឹងឯងបងណាញាតិញោមពុទ្ធបរិស័ទចាំស្ដាប់ទៅធម៌ដែលជាឫសគល់នាំសត្វឲ្យប្រព្រឹត្តទៅនៅក្នុងសេចក្តីទុក្ខគឺបដិច្ច សមុប្បាទធម៌គឺអវិជ្ជានឹងឯងបងណាព្រះអង្គពិចារណាយ៉ាងម៉េចអវិជ្ជាហ្នឹងគឺនេះគឺព្រះអង្គពិចារណាទេគឺក៏ខ្ញុំកណាស្មារភាពនឹងសំដែងឲ្យញាតិញោមយល់អំពីបដិច្ច សមុប្បាទធម៌ណាបដិច្ច សមុប្បាទធម៌ហ្នឹងគឺអវិជ្ជាបច្ចយាសង្ខារាណាសង្ខារទាំងឡាយកើតមានព្រោះបច្ច័យណាគឺអវិជ្ជាពោលគឺសេចក្តីល្ងងហ្នឹងព្រះអង្គពិចារណាញាតិញោមហើយសេចក្តីប្រែទៅទៀតគឺវិញ្ញាណកើតមានព្រោះបច្ច័យគឺសង្ខារណានាមនិងរូបកើតមានព្រោះបច្ច័យគឺវិញ្ញាណណាអាយតនៈ6កើតមានព្រោះបច្ច័យគឺនាមនិងរូបណាផស្សៈកើតមានព្រោះបច្ច័យគឺអាយតនៈ6វេទនាកើតមានព្រោះបច្ច័យគឺផស្សៈណាសម្ផស្សណាតណ្ហាកើតមានព្រោះបច្ច័យគឺវេទនាឧបាទានកើតមានព្រោះបច្ច័យគឺតណ្ហាភពកើតមានព្រោះបច្ច័យគឺឧបាទានជាតិកើតមានព្រោះបច្ច័យគឺភពជរានិងមរណៈកើតមានព្រោះបច្ច័យគឺជាតិសេចក្តីសោកសេចក្តីខ្សឹកខ្សួលសេចក្តីព្រួយសេចក្តីតូចចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយរមែងកើតមានព្រោះជាតិជាបច្ច័យដែរណាព្រោះជាតិជាបច្ច័យញាតិញោមពុទ្ធបរិស័ទណាហើយព្រះអង្គសម្ដែងពិចារណាក្នុងបដិច្ច សមុប្បាទធម៌នឹងជាបន្តទៅទៀតថាមិនពិចារណាថាណាសេចក្តីណាកិរិយាកើតមាននៃកងទុក្ខទាំងអស់នេះមានដោយប្រការដូចនេះឯងបងនេះគឺព្រះអង្គពិចារណាក្នុងបឋមយាមនឹងពិចារណាបដិច្ច សមុប្បាទធម៌នឹងឯងពិចារណាក្នុងអវិជ្ជាជាដើមញាតិញោមពុទ្ធបរិស័ទហើយព្រះអង្គពិចារណាត្រឡប់ចុះត្រឡប់ឡើងទៅទៀតថាណាកិរិយារលត់នៃសង្ខារណាកិរិយារលត់នៃសង្ខារព្រោះកិរិយារលត់ណាដោយអរិយមគ្គមិនឲ្យមានសេសសល់បងណាអត់មានសេសសល់នៃអវិជ្ជានឹងមែនពិតណានេះគឺនិយាយអំពីកិរិយារំលត់នៃអវិជ្ជានឹងដោយអរិយមគ្គគឺមិនឲ្យមានសេសសល់នៃអវិជ្ជាហ្នឹងណានិរោធៈហ្នឹងនិយាយអំពីការរំលត់នឹងឯងបងណាហើយព្រះអង្គសម្ដែងទៅទៀតថាណាកិរិយារលត់នៃវិញ្ញាណព្រោះរលត់នៃសង្ខារណាកិរិយារលត់នៃនាមនិងរូបព្រោះរលត់នៃវិញ្ញាណកិរិយារលត់នៃអាយតនៈ6ព្រោះរលត់នៃនាមនិងរូបណាកិរិយារលត់នៃផស្សៈព្រោះរលត់នៃអាយតនៈ6កិរិយារលត់នៃវេទនាព្រោះរលត់នៃសម្ផស្សកិរិយារលត់នៃតណ្ហាព្រោះរលត់នៃវេទនាកិរិយារលត់នៃឧបាទានព្រោះរលត់នៃតណ្ហាកិរិយារលត់នៃភពព្រោះកិរិយារលត់នៃឧបាទានបងណារលត់នៃឧបាទានណាញាតិញោមពុទ្ធបរិស័ទណាកិរិយារលត់នៃជាតិព្រោះកិរិយារលត់នៃភពណាជរានិងមរណៈរលត់ព្រោះរលត់នៃជាតិសេចក្តីសោកសេចក្តីខ្សឹកខ្សួលសេចក្តីព្រួយសេចក្តីតូចចិត្តនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយរមែងរលត់ទៅព្រោះកិរិយារលត់នៃជាតិដូច្នោះដែរណាកិរិយារលត់នៃកងទុក្ខទាំងអស់នេះមានដោយប្រការដូចនេះ
នេះគឺជាឱវាទរបស់ព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងនៅក្នុងបដិច្ចសមុប្បាទធម៌ហើយនៅពេលដែលព្រះអង្គត្រាស់ដឹងព្រះអង្គត្រាស់ដឹងហើយព្រះអង្គក្នុងគង់ក្នុងមណ្ឌលពោធិព្រឹក្សហ្នឹងព្រះអង្គពិចារណាចុះពិចារណាឡើងត្រឡប់ចុះត្រឡប់ឡើងមិញហ្នឹងឯងបងហ្នឹងគឺពិចារណាក្នុងបដិច្ចសមុប្បាទធម៌ក្នុងបឋមយាមហ្នឹងព្រះអង្គពិចារណាបដិច្ចសមុប្បាទក្រោមមណ្ឌលពោធិព្រឹក្សហ្នឹងចុះឡើងអញ្ចឹងទៅរហូតដល់ពិចារណាក្នុងបឋមយាមចប់ហើយព្រះអង្គបានបន្លឺនៅពគាថាធម៌ទាំងឡាយរមែងប្រកបដល់បក្ខីណាសវៈព្រាមអ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅអ្នកដុតបងនៅកិលេសក្នុងកាលណាសេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខៃណាសវៈព្រាមនោះក៏សឹងតែរងាប់អស់ទៅក្នុងកាលនោះព្រោះថាខៃណាសវៈព្រាមនោះដឹងច្បាស់នៅធម៌ព្រមទាំងហេតុហ្នឹងព្រះអង្គបានពិចារណានៅបដិច្ចសមុប្បាទធម៌ហើយព្រះអង្គសម្ដែងនៅពគាថាហ្នឹងរហូតចូលដល់មជ្ឈមយាមកណ្ដាលញាតិញោមពាក់កណ្ដាលត្រៀតហ្នឹងព្រះអង្គពិចារណាបដិច្ចសមុប្បាទធម៌ហ្នឹងទៀតពិចារណាអវិជ្ជាបច្ចយាសង្ខារាសង្ខារទាំងឡាយកើតមានព្រោះអវិជ្ជាអីរហូតចឹងទៅដូចសម្ដែងពីខាងដើមញាតិញោមពុទ្ធបរិស័ទក្នុងពេលហ្នឹងដល់ព្រះអង្គពិចារណាក្នុងមជ្ឈមយាមនឹងចប់ព្រះអង្គបន្លឺនៅពគាថាទៀតថាបន្លឺពគាថាយ៉ាងម៉េចបន្លឺគាថាធម៌ទាំងឡាយរមែងប្រកបដល់បក្ខីណាសវៈព្រាមអ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅអ្នកដុតបងនៅកិលេសក្នុងកាលណាសេចក្តីសង្ស័យទាំងឡាយទាំងពួងរបស់ខៃណាសវៈព្រាមនោះតែរងាប់បងអស់ទៅក្នុងកាលនោះព្រោះខៃណាសវៈព្រាមនោះបានដឹងច្បាស់នៅព្រះនិព្វានជាទីអស់ទៅនៃបច្ច័យនេះគឺព្រះអង្គបានសម្ដែងពគាថាទី2នៅពេលដែលព្រះអង្គពិចារណាបដិច្ចសមុប្បាទធម៌ក្នុងមជ្ឈមយាមពាក់កណ្ដាលត្រៀតនឹងឯងដល់ក្នុងពេលហ្នឹងញាតិញោមពុទ្ធបរិស័ទយាមទី3ចិត្តភ្លឺចិត្តភ្លឺព្រះអង្គពិចារណាបដិច្ចសមុប្បាទធម៌នឹងទៀតពិចារណាបដិច្ចសមុប្បាទធម៌នឹងចុះឡើងចឹងទៅចប់នៅពេលព្រះអង្គពិចារណាហើយព្រះអង្គបានបន្លឺនៅពគាថាចុងក្រោយក្នុងបឋមយាមនឹងថាធម៌ទាំងឡាយប្រកបដល់ខៃណាសវៈព្រាមអ្នកមានព្យាយាមញ៉ាំងកិលេសឲ្យក្តៅអ្នកដុតបងនៅកិលេសក្នុងកាលណាខៃណាសវៈព្រាមនោះរមែងកំចាត់បងនៅមាព្រមទាំងសេនាមាហើយស្ថិតនៅក្នុងកាលនោះបីដូចជាព្រះអាទិត្យរះឡើងធ្វើអាកាសឲ្យរុងរឿងដោយរស្មីរបស់ខ្លួនកំចាត់បងនៅងងឹតស្ថិតនៅដូច្នោះឯងនេះគឺព្រះសម្មាសម្ពុទ្ធបន្លឺនៅពគាថាចុងក្រោយនេះគឺក្នុងសេចក្តីនេះចង់លើកឡើងបញ្ជាក់ជូនញាតិញោមពុទ្ធបរិស័ទនៅពេលដែលព្រះអង្គត្រាស់ដឹងដំបូងហ្នឹងព្រះអង្គគង់គ្រងក្រោមមណ្ឌលពោធិព្រឹក្សហ្នឹងព្រះអង្គពិចារណាបឋមយាមក្នុងបដិច្ចសមុប្បាទធម៌ហ្នឹងមជ្ឈមយាមទី2ក៏ព្រះអង្គពិចារណាក្នុងបដិច្ចសមុប្បាទធម៌ហ្នឹងយាមទី3ក៏ព្រះអង្គពិចារណាក្នុងបដិច្ចសមុប្បាទធម៌ហ្នឹងឯងរហូតដល់ថ្ងៃទី7ថ្ងៃទី7មួយអាទិត្យញាតិញោមពុទ្ធបរិស័ទព្រះអង្គបានក្រោកចាកអំពីសមាធិក្រោកចាកអំពីសមាធិហើយព្រះអង្គបាននិមន្តទៅកាន់កន្លែងដើមអជាបាលនិក្រូធអជាបាលនិក្រូធហ្នឹងប្រែមកក្នុងអត្ថកថាលោកពន្យល់ថាជាដើមជ្រៃដើមជ្រៃធំសម្រាប់
ปูអ្នកខ្វៀលប្រពែគឺទៅជ្រកនៅក្រោមដើមជ្រៃនឹងឯងបងហ្នឹងហៅថាដើមអជាបាលនីក្រូតញាតិញោមស្គាល់និយាយអំពីដើមជ្រៃណាបើដើមអជាបាលនីក្រូតមិនសូវស្គាល់ទេបងបើដើមជ្រៃស្គាល់ណាអញ្ចឹងដើមជ្រៃហ្នឹងណាអ្នកខ្វៀលប្រពែអញ្ចឹងទៅជ្រកនៅក្រោមដើមជ្រៃនឹងឯងញាតិញោមពុទ្ធបរិស័ទស្រាប់តែព្រះអង្គនិមន្តអំពីដើមពោណាកន្លែងព្រះអង្គត្រាស់ដឹងឧរុវេលានិគមចិត្តស្ទឹងនេរញ្ជរាហើយព្រះអង្គគង់ទៅនឹងហើយបានព្រះអង្គទៅយាងទៅកាន់កន្លែងដើមអជាបាលនិក្រូតនឹងឯងបងព្រះអង្គបានពុតភ្នែនពេនប្របាទណាពុតភ្នែនពេនប្របាទមួយព្រះអង្គឯងហើយក៏បានសោយនៅវិមុតសុខទៀតណាសុខនៅក្នុងផលសមាបត្តិទៀតញាតិញោមពុទ្ធបរិស័ទណាស្រាប់តែក្នុងពេលហ្នឹងណាក្នុងពេលហ្នឹងគឺមានព្រាហ្មណ៍ម្នាក់ញាតិញោមពុទ្ធបរិស័ទណាព្រាហ្មណ៍ម្នាក់ហ្នឹងគឺមានជាតិតកូលឈ្មោះថាហុងហុងជាតិណាហុងហុងជាតិកៈបងណាហុងហុងកជាតិកៈព្រាហ្មណ៍បងណាដែលថាគាត់ឈ្មោះថាហុងហុងកជាតិកៈព្រាហ្មណ៍ហ្នឹងគឺគាត់តែងតែគំរាមគេសំឡុតគេដោយពាក្យថាហុងហុងយ៉ាងញាតិញោមពុទ្ធបរិស័ទអញ្ចឹងហើយបានជាគេដាក់ឈ្មោះថាហុងហុងជាតិកៈព្រាហ្មណ៍នឹងឯងបងនៅពេលដែលព្រាហ្មណ៍នឹងបានដើរទៅដល់ជួបព្រះសម្មាសម្ពុទ្ធនៅក្រោមអជាបាលនិក្រូតគឺក្រោមដើមជ្រៃហ្នឹងព្រាហ្មណ៍ហ្នឹងមិនសូវជាមានការជ្រះថ្លាក្នុងគុណព្រះសម្មាសម្ពុទ្ធអីទេបងណាមិនសូវជាមានការជ្រះថ្លាអីជាមួយនឹងព្រះអង្គទេព្រោះនៅពេលដែលទៅជួបព្រះអង្គហ្នឹងមិនបានថ្វាយបង្គំមិនបានប្រើពាក្យនឹងសមរម្យទេបងណាហើយក៏បានទូលសួរព្រះសម្មាសម្ពុទ្ធទូលសួរព្រះអង្គដើម្បីឲ្យព្រះអង្គដោះស្រាយបងហើយញាតិញោមពុទ្ធបរិស័ទជ្រាបថាតើព្រាហ្មណ៍នឹងឲ្យព្រះសម្មាសម្ពុទ្ធដោះស្រាយរឿងអ្វីណាបានទូលព្រះសម្មាសម្ពុទ្ធថាណាបុគ្គលដែលមានឈ្មោះថាព្រាហ្មណ៍ដោយហេតុប៉ុន្មានយ៉ាងនេះគឺសំណួរដែលសួរញាតិញោមពុទ្ធបរិស័ទណាបុគ្គលដែលឈ្មោះថាព្រាហ្មណ៍ដោយហេតុប៉ុន្មានយ៉ាងណាហើយម្យ៉ាងទៀតធម៌អ្វីខ្លះសម្រាប់ធ្វើបុគ្គលឲ្យមកជាព្រាហ្មណ៍ហ្នឹងណាញាតិញោមដោះស្រាយរួចទេញាតិញោមណាដោះស្រាយមិនរួចទេបងណាបើមានគេសួរអញ្ចឹងណាក៏ប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងថ្មីបងរឿងរ៉ាវអ្វីក្នុងโลกនេះមានប្រមាណញាណរបស់ព្រះអង្គនឹងជ្រាបបានទាំងអស់ណាសัพពញុត្តញាណណាញាតិញោមពុទ្ធបរិស័ទជ្រាបរឿងរ៉ាវក្នុងโลกនេះទាំងអស់ហើយគ្រាន់តែព្រាហ្មណ៍នឹងទូលសួរព្រះអង្គប៉ុណ្ណឹងគឺណាព្រះអង្គដោះស្រាយដោយធូរដោយអំណាចព្រះអង្គបានសន្សំនៅអភិនិហាបារមី4អសង្ខ័យនឹង100,000កាប់ញាតិញោមបានបញ្ញាក្រាស់ដូចជាផែនដីអញ្ចឹងក្នុងពេលហ្នឹងគឺព្រះសម្មាសម្ពុទ្ធព្រះអង្គមានពុទ្ធដីកាចំពោះព្រាហ្មណ៍ហ្នឹងថាណាព្រាហ្មណ៍ណាមានបាបមានបាបធម៌ណាព្រាហ្មណ៍ណាមានបាបធម៌បណ្ដែតចោលហើយមានសំឡេងគំរាមហុងហុងណាលះចោលហើយព្រាហ្មណ៍ហ្នឹងតែងសម្លុតគេអញ្ចឹងព្រះអង្គសម្ដែងថាបុគ្គលហ្នឹងមានសំឡេងហុងហុងហ្នឹងគឺកំចាត់បងហើយណាកំចាត់បងហើយចោលហើយមិនឲ្យមាននៅមានទឹកមាត់ណាទឹកមាត់ក្នុងទីនេះគឺរាគាតិកិលេសណាលះចោលហើយលោភៈទោសៈមោហៈហ្នឹងគឺជាទឹកមាត់ណាប្រៀបដូចទឹកមាត់លះបងចោលហើយហ្នឹងជារាគាតិកិលេសណាជាកិលេសមួយដែលគួរឲ្យឆ្អើមគួរឲ្យខ្ពើមនៅពេលដែលលោភៈទោសៈកើតឡើងគឺ
នាំឲ្យមានសេចក្តីសុខស្អីចឹងបានព្រះអង្គសម្ដែងថាបុគ្គលដែលមានរាគាតិកិលេសហ្នឹងលះចោលហើយណាមានទឹកចិត្តណាមានចិត្តសង្រួមហើយណាចេះចប់នៅវេទវេទក្នុងទីនេះគឺព្រះអង្គសម្ដែងសម្ដៅយកមគ្គញ្ញាណ4មគ្គញ្ញាណទាំង4ណាមគ្គញ្ញាណ4មានមគ្គព្រហ្មចរិយៈនៅរួចហើយម្យ៉ាងទៀតព្រាមណាមិនមានគំនរគឺរាគាតិកិលេសក្នុងអារម្មណ៍បន្តិចបន្តួចក្នុងលោកសន្និវាសណាព្រាមនោះគួរនឹងហៅថាជាព្រាមដោយធម៌បានហើយបងណាអញ្ចឹងគឺក្នុងសេចក្តីនេះគឺព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាបុគ្គលណាបុគ្គលណាដែលមានបាបបន្សត់បងហើយមានរាគាតិកិលេសលះបង់ហើយមានទឹកមាត់គឺកិលេសនឹងលះចោលហើយបានអប់រំដោយល្អហើយបុគ្គលហ្នឹងគឺព្រះសម្មាសម្ពុទ្ធសម្ដែងថាជាព្រាហ្មណ៍ក្នុងពេលហ្នឹងព្រាហ្មណ៍ហ្នឹងក៏បានចេញអំពីព្រះសម្មាសម្ពុទ្ធទៅក្នុងថ្ងៃទី7ក្នុងថ្ងៃទី7ព្រះអង្គគង់ក្នុងដើមអជាបាលនិក្រូធហ្នឹងមួយសប្តាហ៍មួយសប្តាហ៍ដូច្នេះនៅក្រោមដើមពោធិព្រឹក្សមួយសប្តាហ៍មកដើមអជាបាលនិក្រូធហ្នឹងមួយសប្តាហ៍ទៀតវាត្រូវជា2សប្តាហ៍ហើយញាតិញោមពុទ្ធបរិស័ទអញ្ចឹង2សប្តាហ៍ញាតិញោមក្នុងពេលហ្នឹងព្រះអង្គបានយាងក្រោកចាក់សមាធិពីក្រោមដើមអជាបាលនិក្រូធហ្នឹងសប្តាហ៍ទី3ព្រះអង្គក៏បានយាងទៅកាន់ដើមរាំងញាតិញោមស្គាល់ដើមរាំងណានៅស្រុកខ្មែរយើងដើមរាំងហ្នឹងលក់បាញ់ឆែវណាលក់អីហ្នឹងគឺណាឆ្ងាញ់ណាញាតិញោមពុទ្ធបរិស័ទឆ្ងាញ់មែនទែនណាក្នុងខណៈហ្នឹងញាតិញោមបងប្អូនពុទ្ធបរិស័ទនៅពេលដែលព្រះអង្គគង់នៅក្នុងក្រោមដើមរាំងហ្នឹងគឺមួយអាទិត្យអញ្ចឹងក្នុងសេចក្តីនេះគឺដោយអំណាចយោងទៅតាមពេលវេលាណាចាំសប្តាហ៍ក្រោយណាអាត្មាភាពនឹងរៀបរាប់អំពីព្រះអង្គយាងទៅដល់ដើមរាំងហ្នឹងតើព្រះអង្គមានការដោះស្រាយបញ្ហាជាមួយនឹងបុគ្គលណាបុគ្គលណាទៀតហើយជាប់តាក់ទងយ៉ាងម៉េចទៀតគឺញាតិញោមពុទ្ធបរិស័ទចាំតាមដាននៅក្នុងសប្តាហ៍ក្រោយណាថ្ងៃនេះគឺដោយឧបេរតើណាបានវាម៉ោងអាឡ័យតែសារ៉េចុះឡើងអញ្ចឹងទៅដូច្នេះអត់បានម៉ោង9 9 កន្លះណាតទៀតប៉ុន្តែអានឹងចាំ slash ប៉ុណ្ណឹងសិនក៏បានចាំដល់សប្តាហ៍ក្រោយប៉ុន្តែឥឡូវយើងកណាច់កាលពីសប្តាហ៍មុនហ្នឹងយើងលោកម្ចាស់បានសម្ដែងអំពីទុក្ខអរិយសច្ចៈទាំង4គឺមានទុក្ខសច្ចៈសមុទយសច្ចៈនិងនិរោធហើយនឹងមួយទៀតចុងក្រោយនឹងទាំង4ហើយសប្តាហ៍មុនលោកម្ចាស់បានបកស្រាយអំពីទុក្ខសច្ចៈហើយមិនទាន់បានចប់នៅឡើយទេហើយនៅក្នុងកាលពីសប្តាហ៍មុនក៏បានសន្និដ្ឋានដល់លោកតាលោកយាយឲ្យតាមដាននៅក្នុងសប្តាហ៍នេះគឺនៅជារៀងរាល់ថ្ងៃអាទិត្យហ្នឹងលោកម្ចាស់នឹងជាពិសេសគឺថ្ងៃនេះគឺត្រូវបញ្ចប់នៅទុក្ខសច្ចៈពីព្រោះកាលពីសប្តាហ៍មុនលោកម្ចាស់សម្ដែងបានមួយចំនួនគឺទុក្ខសច្ចៈហ្នឹងគឺបានបែងចែកជាច្រើនផ្នែកចំណែកមកឥតចឹងនឹងទៀតគឺមានជាតិចរិយាព្យាធិនិងមរណៈអញ្ចឹងកាលពីសប្តាហ៍មុនលោកម្ចាស់សម្ដែងដល់កន្លែងណាដែរកណាក៏ភ្លេចដែរអញ្ចឹងក្នុងសេចក្តីនេះគឺញាតិញោមបងប្អូនពុទ្ធបរិស័ទទាំងអស់ណាសម្ដែងពីរឿងរ៉ាវដែលព្រះអង្គមុននឹងសម្ដែងនៅធម៌ណាត្រាស់ដឹងជាដំបូងមុនព្រះអង្គសម្ដែងនៅធម៌មានរឿងរ៉ាវដោយដែលបានសម្ដែងហើយនឹងឯងអញ្ចឹងរឿងរ៉ាវហ្នឹងវាច្រូតទៅមុខបន្តិចទៀតនាំឲ្យព្រះអង្គសម្ដែងនៅអរិយសច្ចធម៌នឹងឯងក៏ប៉ុន្តែក្នុងសេចក្តីនេះដោយ
ការសន្យាជាមួយញាតិញោមពុទ្ធបរិស័ទនឹងដោះស្រាយក្នុងអរិយសច្ចធម៌ក៏ស្លេះនៅស្លេះនៅក្នុងរឿងរ៉ាវដែលព្រះសម្មាសម្ពុទ្ធត្រាស់ដឹងហើយព្រះអង្គនិមន្តតាមលំដាប់ទៅដែលនាំព្រះអង្គសម្ដែងអរិយសច្ចធម៌នឹងឯងបងកាលពីលើកមុនគឺបានសម្ដែងក្នុងទុក្ខអរិយសច្ចធម៌ហ្នឹងគឺសម្ដែងដល់ត្រង់មរណំបេទុក្ខំបងសិក្ខាព្រាត់ប្រាស់ការស្លាប់ណាមរណាបេទុក្ខាសេចក្តីស្លាប់ហ្នឹងគឺជាទុក្ខមួយដែរបងញាតិញោមស្ដាប់ហើយសារឡើងវិញអ៊ីទាំងទុក្ខំអរិយសច្ចន្តិមេជាតិទុក្ខាជារាបិទុក្ខាជាធិបិទុក្ខោមរណំបិទុក្ខំសោកបរិទេវទុក្ខតោមនោសុបាយសាបិទុក្ខាអបយេហិសម្បយុគោទុក្ខោបយេហិវបយុគោទុក្ខោយ៉ាំបច្ឆੰនលភតេតាមបិទុក្ខំសង្ឃតេនបច្ចុប្បាទានខន្ធាទុក្ខាព្រះអង្គសម្ដែងជំនាញភិក្ខុទាំងឡាយជាតិគឺកិរិយាកកើតឡើងនៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខជារាគឺកិរិយាចាស់ក្រមគ្រានៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខជាធិគឺជំងឺដង្កាត់ទាំងឡាយក៏ជាហេតុនាំមកនៅទុក្ខមរណៈគឺកិរិយាបែកធ្លាយនៃខណ្ឌក៏ជាហេតុនាំមកនៅទុក្ខសេចក្តីសោកសេចក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តទាំងឡាយក៏ជាហេតុនាំមកនៅទុក្ខកិរិយាប្រកបដោយសត្វនិងសង្ខារទាំងឡាយដែលមិនជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅទុក្ខកិរិយាព្រាត់ប្រាស់ចាក់សត្វនិងសង្ខារទាំងឡាយដែលជាទីស្រឡាញ់ពេញចិត្តក៏ជាហេតុនាំមកនៅទុក្ខកាលបើចង់បាននៅវត្ថុណាមួយហើយមិនបាននៅវត្ថុនោះក៏ជាហេតុនាំមកនៅទុក្ខចុងក្រោយឧបាទានខណ្ឌទាំងឡាយ5ដែលតថាគតសម្ដែងឲ្យដោយបំព្រួញក៏ជាហេតុនាំមកនៅទុក្ខនេះគឺលើកនៅគោលធម៌ទាំងអស់ក្នុងទុក្ខអរិយសច្ចៈមកសម្ដែងឲ្យញាតិញោមពុទ្ធបរិស័ទបានជ្រាបក៏ប៉ុន្តែក្នុងសេចក្តីនេះបន្តអំពីសេចក្តីទុក្ខដោយការស្លាប់បាត់បង់ជីវិតញាតិញោមបានស្ដាប់អំពីសប្តាហ៍មុនហើយក៏ជាហេតុនាំមកនៅទុក្ខអញ្ចឹងក្នុងសេចក្តីនេះលោកចង់លោកសុកវិឆ័យចង់ដឹងហើយញាតិញោមពុទ្ធបរិស័ទចង់ជ្រាបអំពីសេចក្តីទុក្ខជាបន្តទៅទៀតបន្ទាប់អំពីមរណៈគឺការស្លាប់នឹងឯងបងព្រះអង្គសម្ដែងទៅទៀតថាសេចក្តីសោកនេះមួយសេចក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏ជាហេតុនាំមកនៅទុក្ខតើលោកសុកវិឆ័យមានបញ្ហាដែរលើកគោលធម៌ប៉ុណ្ណឹងមកសេចក្តីសោកសេចក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តក៏ជាហេតុនាំមកនៅទុក្ខកណាអត់មានអីទេកណាចាំស្ដាប់តទៀតអញ្ចឹងគឺញាតិញោមពុទ្ធបរិស័ទសេចក្តីសោកទុក្ខអីញាតិញោមសោកលោកសុកវិឆ័យទុក្ខទេកណាទុក្ខប៉ុន្តែសោកនឹងតាសោកនឹងវាទុក្ខយ៉ាងណាដែរលោកចាស់បងអញ្ចឹងគឺសេចក្តីសោកនឹងញាតិញោមពុទ្ធបរិស័ទញាតិញោមព្រាត់ប្រាស់របស់ដែលជាទីស្រឡាញ់ហ្នឹងស្លាប់ម្ដាយស្លាប់ឪពុកស្លាប់កូនស្លាប់ប្តីស្លាប់ប្រពន្ធស្លាប់ពពួកញាតិមិត្តដែលធ្លាប់រាប់អានគ្នាហ្នឹងញាតិញោមញាតិញោមសោកហ្នឹងតែហ្នឹងគឺជាសេចក្តីទុក្ខមួយដែលប្រកបនៅក្នុងសន្តានចិត្តក្នុងជីវិតរបស់ញាតិញោមបងកិច្ចមិនបានទេរឿងហ្នឹងញាតិញោមណាជាធម៌ពិតបងជាសច្ចធម៌ណាទុក្ខអរិយសច្ចៈដែលប្រកបឡើងក្នុងជីវិតអញ្ចឹងសេចក្តីសោកហ្នឹងព្រះអង្គសម្ដែងថាកើតមកអំពីសេចក្តីស្រឡាញ់ដូចនាងវិសាខាស្គា
គាល់ហ្នឹងសុកឆៃនាងវិសាខា កណាស្គាល់យាយវិសាខា យាយវិសាខាគឺមានរូបស្អាតណាស់បងស្អាតណាស់លំអ5យ៉ាងញាតិញោមធ្លាប់លឺហើយបងល្អសក់ល្អថ្មិញល្អបបោមាត់ល្អស្បែកល្អវ័យបងណាលំអសក់ហ្នឹងគឺនិយាយអំពីសក់ហ្នឹងវែងខ្មៅស្អាតណាស់ញាតិញោមបងហើយចុងខាងចុងហ្នឹងមានចុងងណាចុងហ្នឹងឯងបងហ្នឹងលំអសក់ហើយនិយាយអំពីលំអបបោមាត់ណាបបោមាត់តន់តែលាបក្រែមអាហ្នឹងលំអហើយបងយើងសពថ្ងៃណាឬហើយរកក្រែមណាល្អល្អយ៉ាងទៅយកមកលាបណាក៏ប៉ុន្តែនាងវិសាខាមិនបាច់ចាំទៅរកក្រែមក្នុងហាងទេណាលោកសុកវិឆ័យកណាណាបបោមាត់ធម្មជាតិគាត់ហ្នឹងក៏ហមដូចផ្លែបាសទុំអញ្ចឹងណាអាហ្នឹងហៅថាលំអបបោមាត់លំអស្បែកណាហើយលំអថ្មិញណាទី3ថ្មិញគាត់ហ្នឹងដូចពេជ្រអញ្ចឹងតែពេជ្រហ្នឹងចាំងយ៉ាងម៉េចថ្មិញរបស់គាត់ប្រហែល40ហ្នឹងចាំងព្រាកដូចពេជ្រអញ្ចឹងហើយថ្មិញយើងសពថ្ងៃនេះគឺបើចង់ចាំងវាតើឲ្យជាងគេដាក់ឲ្យបានចាំងមិនអញ្ចឹងណាហើយបើឲ្យមិនឲ្យជាងដាក់ទេអត់ចាំងទេបងណាក៏ប៉ុន្តែនាងវិសាខាដែលលំអថ្មិញហ្នឹងថ្មិញទាំងអស់ហ្នឹងគឺល្អណាស់បងល្អមែនតើណាហើយអញ្ចឹងទេគឺលំអថ្មិញហ្នឹងគឺលំអអញ្ចឹងបងណាញញឹមហើយបបោមាត់នឹងមកមើលទៅសមរូបសមរាងដែលវាស្អាតណាបងស្អាតមើលទៅសមតែហ្មងបងហ្នឹងលំអបបោមាត់ហើយលំអស្បែកទី4ស្បែកហ្នឹងគឺណាមិនសប្រឡែតដូចភឿពេកអញ្ចឹងទៅហើយมันខ្មៅឃ្លីកអីទេញាតិញោមបងប្រសិជ្ជៈទោសមិនពេកមិនសពេកហើយមិនខ្មៅពេកណាអញ្ចឹងស្បែករបស់នាងនឹងស្អាតណាលំអទី4ហ្នឹងញាតិញោមបងហើយលំអទី5គឺវ័យក្នុងទីនេះគឺមានសម្ដែងក្នុងគម្ពីរគឺប្រៀបធៀបជាមួយស្ត្រីណាដែលកូន10ណាហើយក្នុងពេលហ្នឹងណាប្រសូតកូន10ក៏ប៉ុន្តែស្មើនឹងដូចការប្រសូតកូន1អញ្ចឹងវ័យស្ត្រីដែលប្រសូតកូន1មើលទៅដូចមនុស្សដែលនៅលាវបើមិនបានយកកូនទៅជាមួយទេញាតិញោមពុទ្ធបរិស័ទមែនទេអញ្ចឹងណាដូចស្ត្រីនៅលាវអញ្ចឹងបងលាវគឺមិនមានប្តីណាហ្នឹងណាក៏ប៉ុន្តែដល់តែយកកូនទៅជាមួយអញ្ចឹងទៅអូអញស្មានតែកមុំណាស្មានតែនៅទំនេរស្រាប់ទៅមានកូនមានប្តីហើយអាហ្នឹងតើ3កូនបានដឹងណាអ្នកកូនមួយហ្នឹងញាតិញោមពុទ្ធបរិស័ទអញ្ចឹងស្ត្រីណាដែលកូន10ហើយមានវ័យក្មេងដូចជាស្ត្រីកូនមួយអាហ្នឹងគឺព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាល្អវ័យហើយនាងវិសាខាហ្នឹងញាតិញោមពុទ្ធបរិស័ទអាយុរហូតដល់120ឆ្នាំហើយមើលទៅវ័យហ្នឹងគឺដូចកូនដូចចៅអញ្ចឹងរហូតដល់មានអ្នកខ្លះឆ្ងល់មានភិក្ខុអីចឹងទៅមួយណាវិសាខាណាមួយណាលោកយាយវិសាខាណាវាមើលទៅច្រឡំចៅច្រឡំកូនណាច្រើនពេកចឹងទៅហើយអត់ឃើញយាយណាចាស់ហើយបើញាតិញោមចាស់អីឃើញហើយទៅ70 60អីឃើញសក់ស្កូវហើយបងណាសក់ស្កូវអីហ្នឹងអូនេះម៉ែនេះយាយក៏ប៉ុន្តែនាងវិសាខាអ្នកដតីមើលវិខុដតីមើលទៅអត់ដឹងទេបងមើលពីចងាយមិនដឹងមួយណានាងវិសាខាតើតែក្រោកមកយកដៃជ្រត់ជង្គង់ណាជ្រត់ជង្គង់អីចឹងទៅអាហ្នឹងបានអូនឹងហើយនាងវិសាខាណាញាតិញោមពុទ្ធបរិស័ទចឹងរឿងបុណ្យកុសលហ្នឹងញាតិញោមពុទ្ធបរិស័ទវិចិត្ររូបកាយរបស់មនុស្សហ្នឹងឲ្យល្អឲ្យស្អាតអញ្ចឹងរហូតដល់អាយុ120ហើយនិយាយពីលំអសក់ហ្នឹងណាសក់លំអហ្នឹងអត់មានស្កូវអីមកតសៃញាតិញោមហើយញាតិញោមមានទេគ្រប់គ្នាហ្នឹងណា70 80ហើយមានញោមណាអត់ស្កូវទេណាបែបមិនមានទេបងណាគ្រាន់តែតិចហើយនឹងច្រើនតែប៉ុណ្្នឹងឯងក៏ប៉ុន្តែចំពោះនាងវិសាខា
ណាគឺបុគ្គលមិនមានស្កូវនៅនឹងក្បាលទេបងហ្នឹងហៅថាលំអសក់អញ្ចឹងការលើកឡើងមកប៉ុណ្ណឹងចង់បញ្ជាក់ជូនពីរឿងនាងវិសាខាហ្នឹងដែលនាងជាព្រះអរិយបុគ្គលជាសោតាបនៈបុគ្គលនៅតែមានសេចក្តីសោកកើតឡើងបងណាសោកកើតឡើងហ្នឹងសោកយ៉ាងម៉េចណាសោកក្នុងទីនេះគឺគាត់នឹងមានសទ្ធាក្នុងពុទ្ធសាសនាណាបងមានសទ្ធាក្នុងពុទ្ធសាសនាគាត់មកព្រឹកផ្ទះរបស់គាត់នឹងហើយផ្ទះអនាថបណ្ឌិកសេដ្ឋីនឹងភិក្ខុសង្ឃ 2000 អង្គបងចូលបិណ្ឌបាតរាល់ព្រឹកបងណាស្រាប់តែក្នុងគណៈហ្នឹងញាតិញោមបងប្អូនពុទ្ធបរិស័ទនៅពេលហ្នឹងអ្នកដតីណាគេតែងតែអញ្ជើញគាត់ទៅបន់ផ្ទះគេយ៉ាងទៅដើម្បីកាលណាបើអត់ឃើញនាងទៅទេបន់អ្នកហ្នឹងអត់ឆ្លាតទេតើនាងវិសាខាទៅបានបន់អ្នកហ្នឹងឆ្លាតព្រោះនាងទៅចេះវិន័យរបស់សង្ឃរបស់នេះគួរលោកឆាន់របស់នេះគួរលោកទទួលអីហ្នឹងអាចប្រាប់ចាស់ទានវិធានបុណ្យយ៉ាងទៅបានជាអ្នកដើមបុណ្យធ្វើបុណ្យអីតែងអញ្ជើញនាងវិសាខាហ្នឹងទៅចូលរួមកម្មវិធីបុណ្យហើយនៅពេលដែលគាត់ទៅហ្នឹងគាត់ទុកចៅរបស់គាត់មួយហ្នឹងដើម្បីឲ្យថែរក្សាបងឲ្យថែរក្សាផ្ទះសម្បែងហើយនឹងដាក់បាតភិក្ខុសង្ឃអីយ៉ាងទៅចេះដឹងណាញាតិញោមបងក្នុងពេលហ្នឹងដោយអំណាចការមិនទៀងបងការមិនទៀងចៅរបស់គាត់ហ្នឹងដែលគាត់ស្រឡាញ់ជាងគេហ្នឹងគាត់ជំនួសការងារជួយជំនួសការងារគាត់ហ្នឹងក៏បានស្លាប់បាត់បង់ជីវិតទៅណាស្លាប់បាត់បង់ជីវិតទៅស្រាប់តែក្នុងគណៈហ្នឹងញាតិញោមពុទ្ធបរិស័ទហើយនាងវិសាខាស្រាប់តែឃើញចៅបាត់បង់ជីវិតចឹងទៅណាព្រះអរិយបុគ្គលបងណាមានសេចក្តីសោកខ្លះដែរណាសោកយំចឹងទៅនឹកឃើញក៏ប៉ុន្តែគាត់សោករបស់ព្រះអរិយបុគ្គលអញ្ចេះណានៅពេលដែលមានសេចក្តីទុក្ខសេចក្តីសោកកើតឡើងហ្នឹងសេចក្តីសឹកសួលកើតឡើងហ្នឹងមិនទៅណាទេទៅគាល់ព្រះសម្មាសម្ពុទ្ធគាល់ព្រះសង្ឃដើម្បីសម្ដែងពធណាដើម្បីសម្ដែងពធហើយដើម្បីបន្ទោបង់នៅសេចក្តីសោកនិងសេចក្តីខ្សឹកខ្សួលហ្នឹងឲ្យចេញណាឲ្យអស់ទៅអំពីសន្តានចិត្តហ្នឹងបងឲ្យចេញអំពីសន្តានចិត្តហ្នឹងព្រះអរិយបុគ្គលអញ្ចឹងបងវាខុសអំពីវត្ថុជនយើងណាវត្ថុជនយើងសោកអីចឹងទៅខ្លះទៅណាកន្លែងផ្សេងចឹងទៅរំទៅរែកអីចឹងទៅណាអ្នកផ្សេងទៅមានសេចក្តីសោកកើតឡើងចឹងទៅយកស្រាយកអីមកជំនួសចឹងទៅណានឹងវត្ថុជនយើងខ្លះញាតិញោមពុទ្ធបរិស័ទមិនសំដែងទាំងអស់ទេបងដើម្បីអីគឺដើម្បីបំបត្តិនៅសេចក្តីទុក្ខក៏ប៉ុន្តែព្រះអរិយបុគ្គលលោកបានកំចាត់បងនៅសេចក្តីសោកដោយការស្ដាប់ធម៌ណាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធនិងសំណាក់ភិក្ខុសង្ឃស្រាប់តែគាត់បានធ្វើដំណើរទៅញាតិញោមពុទ្ធបរិស័ទទៅដល់ព្រះសម្មាសម្ពុទ្ធឃើញយ៉ាងទៅណានាងក៏ស្វែងគុំព្រះសម្មាសម្ពុទ្ធព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថានាងវិសាខាតើនាងមានបញ្ហាអីបានជាទឹកមុខណាសពពសពូនទឹកភ្នែករលីងរលោងអញ្ចឹងព្រះអង្គមានពុទ្ធដីកាអញ្ចឹងថាបើពិតព្រះអង្គដល់ចម្រើនចៅរបស់ខ្ញុំជាទីស្រឡាញ់របស់ខ្ញុំបានលះលោកនេះទៅកាន់ប្រាក់លោកខាងមុខហើយដូច្នេះហើយបានជាខ្ញុំព្រះអង្គនឹងមានសេចក្តីទុក្ខអញ្ចឹងក្នុងពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងពគាថាឡើងណាដើម្បីដាស់នៅសតិដាស់នៅស្មារតីរបស់នាងវិសាខាហ្នឹងដើម្បីបន្ទោបង់នៅសេចក្តីសោកព្រះអង្គមានពុទ្ធដីកាថាពេមតោជាយតេសោកោពេមតោជាយតេភយ៉ាងពេមតោវពមុត្តាសៈណដ្ឋិសោកោកតោភយ៉ាងពេមតោជាយតេសោកោហ្នឹងសេចក្តីសោកគឺកើតមកអំពីសេចក្តីស្រឡាញ់ពេមតោជាយតេភយ៉ាងភ
ភ័យនឹងកើតមកអំពីសេចក្តីស្រឡាញ់ពេលមកតោវឹបប្រមុតតាសៈណាវឹបប្រមុតតាសៈបើបុគ្គលមិនមានសេចក្តីស្រឡាញ់ទេណដ្ឋិសោកោកុតោភយ៉ាងតើសេចក្តីសោកហ្នឹងនឹងមានមកពីណាមកនឹងអញ្ចឹងក្នុងសេចក្តីនេះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធហ្នឹងគឺសំខាន់ណាស់សម្រាប់ញាតិញោមបងប្អូនពុទ្ធបរិស័ទពិចារណានៅពេលដែលយើងមានសេចក្តីទុក្ខអ្វីមួយណាមានសេចក្តីទុក្ខអ្វីមួយដែលមានសេចក្តីសោកកើតឡើងនឹងដោយសារអីដោយសារយើងស្រឡាញ់នៅក្នុងរបស់នឹងឯងបងណាពេលមកតោជាយទេសោកោណាស្រឡាញ់កូនព្រាត់ប្រាស់កូនទៅយំសោកស្រឡាញ់ប្រពន្ធព្រាត់ប្រាស់ប្រពន្ធទៅយំសោកស្រឡាញ់ប្តីព្រាត់ប្រាស់ប្តីទៅយំសោកស្រឡាញ់មេត្តាបិតាព្រាត់ប្រាស់មេត្តាបិតាទៅយំសោកណាស្រឡាញ់ញាតិមិត្តណាដល់តែព្រាត់ប្រាស់ញាតិមិត្តនឹងយ៉ាងនៅពេលហ្នឹងមានសេចក្តីសោកណាអញ្ចឹងក្នុងសេចក្តីនេះញាតិញោមពុទ្ធបរិស័ទរឿងហ្នឹងគឺយើងជាពុទ្ធជនហាមនៅសេចក្តីស្រឡាញ់មិនបានទេតែងតែមានច្រើនហើយនឹងមានតិចតែប៉ុណ្្នឹងឯងបងក៏ប៉ុន្តែយើងសិក្សាពធស្ដាប់ពធហ្នឹងគឺឲ្យមានសតិមានបញ្ញាពិចារណាសតិពិចារណាហ្នឹងយ៉ាងម៉េចនៅពេលដែលយើងកំពុងស្រឡាញ់បុគ្គលដែលជាទីស្រឡាញ់នៃយើងហ្នឹងតាមរយៈមេត្តាបិតាតាមរយៈភរិយាស្វាមីតាមរយៈកូនហ្នឹងស្រឡាញ់ហ្នឹងយើងឲ្យឃើញអនាគតហ្នឹងថារបស់ហ្នឹងវាអត់ទៀងណាបើមិនព្រាត់ស្លាប់ក៏ព្រាត់រស់ដែរបងហ្នឹងយើងត្រូវត្រៀមទុកឲ្យហើយចិត្តយើងគ្រប់គ្នាហ្នឹងបងកុំឲ្យភ្លេចកាលណាបើចិត្តយើងភ្លេចហើយណានៅពេលដែលព្រាត់ប្រាស់នៅបុគ្គលដែលជាទីស្រឡាញ់ហ្នឹងមុខតែមានសេចក្តីសោកនឹងខ្លាំងក្លាហើយមើលញាតិញោមពុទ្ធបរិស័ទដូចនាងបដាចាណាព្រាត់ប្រាស់ម្ដាយព្រាត់ប្រាស់ឪពុកព្រាត់ប្រាស់បងព្រាត់ប្រាស់ប្តីព្រាត់ប្រាស់កូនទាំងពីរនៅពេលហ្នឹងនៅពេលដែលមិនបានត្រៀមទុកនៅពេលហ្នឹងមានសេចក្តីទុកយ៉ាងម៉េចខ្លះបងសេចក្តីទុករហូតដល់ឈួតណាដល់ឈួតហ្នឹងដោយសារការស្រឡាញ់ហ្នឹងមិនបានត្រៀមទុកជាមុនដូច្នេះញាតិញោមពុទ្ធបរិស័ទរឿងយើងជាពុទ្ធជនយើងនៅស្រឡាញ់យើងនៅពេញចិត្តជាធម្មតាក៏ប៉ុន្តែមានសតិបញ្ញាឃើញថារបស់ហ្នឹងណានៅពេលដែលយើងស្រឡាញ់ហ្នឹងវាមិនទៀងណាហើយជាទុក្ខជាអនត្តាមានការព្រាត់ប្រាស់នៅពេលណាមួយមិនខានដល់តែញាតិញោមបានត្រៀមខ្លួនទុកជាមុនអញ្ចឹងទៅគឺមិនសូវជាមានសេចក្តីសោកទេបងអញ្ចឹងក្នុងសេចក្តីនេះគឺលើកឡើងអំពីសេចក្តីសោកទាំងឡាយហ្នឹងកើតមកអំពីសេចក្តីស្រឡាញ់ណាសេចក្តីស្រឡាញ់របស់អីហើយតែងតែទុកជាមួយនឹងរបស់ហ្នឹងនៅពេលរបស់ហ្នឹងវាប្រែប្រួលទៅណាហ្នឹងហើយប្រែប្រួលក្នុងទីនេះមិនមែនចាំតែស្លាប់ទេព្រាត់ប្រាស់គ្នានៅរស់ហ្នឹងក៏ទុកដែរណាសោកដែរណាដូចជាប្តីប្រពន្ធលែងឆ្លះគ្នាណាលែងលះគ្នាអីទុកសោកអីលោកសុកវិឆ័យកណាទុកសោកសម្បំណាស់នៅពេលដែលប្តីប្រពន្ធបែកបាក់គ្នាកូនចៅព្រាត់ប្រាស់ពីឪពុកម្ដាយហ្នឹងគឺមានការសោកខ្សឹបខ្សួលសម្បំណាហើយបើលោកសុកវិឆ័យអីមិនដែរមកទៅបើបានត្រៀមទុកជាមុនទៅបើចំពោះខ្ញុំករណីហ្នឹងគឺដូចតែគ្នាដែរប៉ុន្តែវាអាចបានកាត់បន្ថយបានខ្លះពីព្រោះខ្ញុំករណីហ្នឹងក៏បានស្ដាប់នៅពធរឿយគណៈបានស្ដាប់នៅពធដែលលោកគ្រូអគ្គបណ្ឌិតបុត្រសវងលោកបានសម្ដែងនៅចំណុចមួយដែលកន្លែងដែលយើងត្រូវពិចារណាជារឿយហ្នឹងគឺលោកគ្រូគាត់បានលើកមកដូច5ចំណុចដែលយើងគួរតែពិចារណាឲ្យបានរឿយទី1ហ្នឹងគឺចរិយាទី2ព្យាធិទី3មរណៈហើយនឹងទី4នឹងព្រាត់ប្រាស់ទី5គឺផលវិបាកនៃកម្មបាទទាំង5ហ្នឹងគឺមនុស្សគ្រប់រូបយើងត្រូវតែគេថាមានការពិចារណាដូចឲ្យបានរឿយថាចរិយាប្រកាសជាមានព្យាធិជំងឺឈឺស្កាត់ដែលលោកម្ចាស់បានសម្ដែងនៅក្នុងទុក្ខសច្ចៈហ្នឹងគឺប្រកាសជាមានមនុស្សគ្រប់រូបអត់មានអ្នកណាម្នាក់អាចជៀសផុតអំពីចរិយាព្យាធិជាពិសេសគឺមរណៈនឹងតែម្ដងគឺគ្មាននរណាម្នាក់ដែលអាចកិច្ចផុតអំពីមរណៈនឹងគឺសេចក្តីស្លាប់នឹងទេទោះបីរស់បានដល់100ឆ្នាំ120ឆ្នាំក៏នៅតែស្លាប់ហើយទី4នឹងគឺការព្រាត់ប្រាស់បាទកន្លែងការព្រាត់ប្រាស់នឹងខ្ញុំកណានឹងស្ដាប់បានកន្លែងមួយទៀតគឺពេញចិត្ត
មែនទែនដែលលោកម្ចាស់ទើបតែនឹងបានសម្ដែងមិញនឹងផងដែរគឺដូចថាការកើតទុកខ្សឹបខ្សួលនឹងព្រោះហេតុមកអំពីការស្រឡាញ់ណាអញ្ចឹងលោកម្ចាស់កណាបើសិនជាដូចថាកាលណាយើងស្រឡាញ់របស់នឹងមិនថាវត្ថុក្តីកូនចៅក្តីប្តីប្រពន្ធក្តីសាច់ញាតិណាដែលយើងស្រឡាញ់ខ្លាំងបំផុតគឺការទុកកាន់តែខ្លាំងនៅពេលដែលយើងបែកបាក់ព្រាត់ប្រាសនៅរបស់ទាំងអស់នោះកណាស្ដាប់កន្លែងមួយដូចជាមានព្រាហ្មណ៍ម្នាក់ដែលកូនសំណប់ចិត្តរបស់គាត់នឹងក៏ស្លាប់ទៅណាបានស្លាប់អញ្ចឹងទៅហើយក៏គាត់មានសេចក្តីខ្សឹបខ្សួលណាការទុករាល់ថ្ងៃពីព្រោះកូនរបស់គាត់នឹងវាស្លាប់ហើយគាត់ក៏តែងបានទៅភ្នោរបស់កូនគាត់នឹងជារៀងរាល់ថ្ងៃអញ្ចឹងទៅនឹងឈោក្បែរកូនភ្នោកូននឹងយំបដារៀបរាប់បដាអង្ការកូននៅរស់ពុកស្រឡាញ់កូនណាស់អីអញ្ចឹងគាត់រៀបរាប់ហោហែរាល់ថ្ងៃមួយអាទិត្យពីរអាទិត្យមានថ្ងៃមួយហ្នឹងគាត់ក៏បានចូលទៅក្នុងវត្តហើយក៏បានជួបព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គក៏ថ្វាយអង្គមក៏បានថ្វាយអង្គមព្រះអង្គអញ្ចឹងរួចទៅក៏ព្រះអង្គក៏បានសាកសួរដូចព្រះអង្គបានសាកសួរលោកយាយវិសាខាអញ្ចឹងមើលទៅព្រាហ្មណ៍នឹងគាត់មានទឹកមុខសពសពូនអីអញ្ចឹងក៏ព្រះអង្គក៏សាកសួរថាតើព្រាហ្មណ៍មានទុកអ្វីបានជាមានដូចថាសេចក្តីខ្សឹបខ្សួលសពសពូនមិនសប្បាយក្នុងចិត្តសោះហើយព្រាហ្មណ៍ក៏បានរៀបរាប់អំពីទុកសោករបស់គាត់នឹងគឺថាគាត់ព្រាត់ប្រាសនៅកូនសម្លាញ់របស់គាត់ពីព្រោះគាត់មានកូនតែមួយនឹងផងហើយណាមួយក៏ជាទីពេញចិត្តរបស់គាត់ពីព្រោះគាត់ទៅធ្វើការចេញពីធ្វើការវិញគោលបំណងក៏មកដល់ផ្ទះគឺបាត់និយាយថាការនឿយហត់ទាំងអស់ហ្នឹងក៏ភ្លេចអស់ហើយក៏រៀបរាប់ប្រាប់ព្រះអង្គអញ្ចឹងទៅព្រះអង្គក៏កណាអត់ចេះពីបាលីទេកណាគ្រាន់តែដឹងថាព្រះអង្គក៏ពោលនៅថាទុក្ខសោកហ្នឹងវាកើតមកអំពីសេចក្តីស្រឡាញ់ហ្នឹងតាំងពីដើមមកខ្ញុំបកណាក៏មិនដែលពិចារណាអំពីទុក្ខសោកហ្នឹងវាកើតមកពីសេចក្តីស្រឡាញ់ហ្នឹងដែរដល់ស្ដាប់ហើយពិចារណាអញ្ចឹងទៅគឺថាគឺជាការពិតរបស់ណាដែលយើងស្រឡាញ់ស្រាប់តែបាត់ទៅគឺកើតទុក្ខតែម្ដងនឹងកណាគ្រាន់តែមានយោបល់ប៉ុណ្ណឹងអញ្ចឹងសូមនិមន្តបន្តទៀតបងសាធុនេះគឺធ្វើថេស្តលោកសុកវិឆ័យណាចង់ថាបើចង់សួរថាបើមានការព្រាត់ប្រាសនៅបុគ្គលដែលជាទីស្រឡាញ់តើគាត់នឹងអាចទ្រាំបានឬទេគាត់ថាទោះបីយ៉ាងណាអាចទប់បានខ្លះព្រោះដោយអំណាចបានគ្រឹះស្ដាប់ធម៌ព្រះសម្មាសម្ពុទ្ធអំពីអ្នកប្រាជ្ញនឹងយូរខែយូរឆ្នាំមកហើយបងយល់អំពីសេចក្តីសោកហ្នឹងគឺកើតមកអំពីសេចក្តីស្រឡាញ់ពេលមកតោជាយតេសោកោបងព្រះអង្គសម្ដែងទៅទៀតថាពេលមកតោជាយតេភយ៉ាងភ័យកើតមកអំពីសេចក្តីស្រឡាញ់ទៀតញាតិញោមភ័យអីខ្លះភ័យខ្លាចឈឺហ្នឹងភ័យដោយអំណាចការយើងស្រឡាញ់រូបយើងភ័យខ្លាចប្រពន្ធលះលែងហ្នឹងដោយអំណាចស្រឡាញ់ប្រពន្ធភ័យខ្លាចប្តីរត់ចោលហ្នឹងភ័យដោយអំណាចស្រឡាញ់ប្តីភ័យខ្លាចកូនស្លាប់បាត់បង់ជីវិតទៅហ្នឹងដោយអំណាចការស្រឡាញ់កូនភ័យខ្លាចពួកញាតិមិត្តដែលធ្លាប់ខ្សែបគប់ចិត្តល្អហ្នឹងព្រាត់ប្រាសទៅដោយការស្រឡាញ់ញាតិមិត្តនឹងឯងអញ្ចឹងដែលភ័យហ្នឹងភ័យទាំងអស់ហ្នឹងភ័យជាមួយរបស់ដែលមានវិញ្ញាណហ្នឹងហើយរបស់ដែលឥតវិញ្ញាណដូចភ័យខ្លាចឡានខូចហ្នឹងព្រោះស្រឡាញ់ឡានភ័យខ្លាចអស់លុយអស់មាសអស់ប្រាក់ហ្នឹងព្រោះជាប់ជាពាក់លុយកាក់ប្រាក់កាសហ្នឹងឯងបងអញ្ចឹងរឿងសេចក្តីស្រឡាញ់អ្វីមួយក៏ជាហេតុនាំមកនៅសេចក្តីទុក្ខមួយដែរបងអញ្ចឹងចុងក្រោយព្រះអង្គសម្ដែងបាតពាក្យថាពេលមកតោវឹបប្រមុតថាសៈបើបុគ្គលមិនមានសេចក្តីស្រឡាញ់ទេសេចក្តីទុក្ខក៏អត់មានសេចក្តីសោកក៏អត់មានហ្នឹងសំខាន់ណាញាតិញោមពុទ្ធបរិស័ទស្រឡាញ់10ទុក្ខ10ស្រឡាញ់100ទុក្ខ100ស្រឡាញ់1000ទុក្ខ1000បើមិនស្រឡាញ់គឺអត់ទុក្ខទេបងឥឡូវឧបមាថាក្នុងពេលនេះញាតិញោមអត់មានស្រឡាញ់អត់ស្គាល់
ណាបុគ្គលកបុគ្គលខទេដល់គាត់ស្លាប់ចឹងទៅញាតិញោមយំសោកទេភ័យខ្លាចបុគ្គលកបុគ្គលខហ្នឹងព្រាត់ប្រាសទៅទេថាអត់ទេបងក៏ប៉ុន្តែសួរតែក្រុមគ្រួសាររបស់បុគ្គលកខហ្នឹងដែលស្គាល់ថាអ្នកនឹងជាឪពុកអ្នកនឹងជាម្ដាយអ្នកនឹងជាញាតិនៅពេលដែលព្រាត់ប្រាសទៅសោកទេសោកណាដោយអំណាចស្គាល់បុគ្គលកបុគ្គលខហ្នឹងអញ្ចឹងក្នុងសេចក្តីនេះកាលណាបើបុគ្គលអត់មានស្រឡាញ់របស់ទាំងអស់ហ្នឹងទេគឺអត់មានសេចក្តីសោកនៅពេលដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងក៏បាននាងវិសាខានឹងឈប់សោកឈប់សឹកសួលទៅឈប់សោកសឹកសួលដោយអំណាចការមានស្មារតីឡើងវិញនេះគឺខ្ញុំកណាសមាភិបលើកឡើងអំពីសេចក្តីទុក្ខក្នុងអរិយសច្ចៈនិងសេចក្តីសោកសឹកសួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់ចិត្តហ្នឹងគឺជាទុក្ខពិតប្រាកដតែងកើតឡើងគ្រប់សពសត្វទាំងអស់អញ្ចឹងដើម្បីបានជាទីពឹងយើងត្រូវរៀនយកពធអប់រំចិត្តទុកឲ្យហើយបងណាដើម្បីណាជាទីពឹងក្នុងសន្តានចិត្តនៃខ្លួនម្នាក់ព្រោះទៅមុខទៅយើងកិច្ចមិនរួចពីការចាស់ការឈឺការស្លាប់និងការព្រាត់ប្រាសនឹងទេបងអញ្ចឹងសូមសម្ដែងធម៌ប៉ុណ្ណឹងចុះក្នុងសប្តាហ៍ហ្នឹងឲ្យសូមប្រគេនជូនបុណ្យណាដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់សូមឲ្យបានសេចក្តីសុខក្តីចម្រើនក្នុងកុសលធម៌ទាំងអស់គ្នាប៉ុណ្ណាហើយសូមប្រគល់បញ្ហានេះដល់លោកសុខវិឆ័យបើសូមជើញកណាសាធុសាធុបាទថ្ងៃនេះលោកម្ចាស់បានសម្ដែងធម្មមីកថារៀបរាប់អំពីប្រវត្តិនៃព្រះសម្មាសម្ពុទ្ធសម្ដែងនៅអរិយសច្ចៈទាំង4ហ្នឹងហើយក៏សម្ដែងក៏មិនទាន់បានចប់ដែរហើយថ្ងៃនេះក៏មិនអាចបញ្ចប់នៅទុក្ខសច្ចៈអញ្ចឹងមានតែបន្តទៅសប្តាហ៍ក្រោយទៀតទុក្ខសច្ចៈនឹងលោកម្ចាស់បានសម្ដែងអំពីជាតិជរាព្យាធិហើយនិងមរណៈទាំង4នេះចាត់ទុកថាអាចនឹងបញ្ចប់ក្នុងអាទិត្យនេះដែរលោកម្ចាស់ឬក៏នៅមានតទៀតនៅមានតទៀតកណាអញ្ចឹងនៅមានបន្តទៀតអញ្ចឹងសូមលោកតាលោកយាយហើយនឹងជាពិសេសគឺលោកម្ចាស់គ្រប់អង្គតាមដាននៅក្នុងទុក្ខសច្ចៈដែលមានជាតិជរាព្យាធិមរណៈនៅសប្តាហ៍ក្រោយទៀតជាចុងបញ្ចប់នេះខ្ញុំបកករណាខ្ញុំបាទសូមក្រាបថ្វាយបង្គំហើយនឹងសូមជម្រាបលាដល់លោកតាលោកយាយទាំងអស់សូមឲ្យមានសុខភាពល្អហើយជាពិសេសគឺសូមតាមដាននៅក្នុងកម្មវិធីនេតិស្វែងយល់ព្រះពុទ្ធសាសនារៀងរាល់ថ្ងៃអាទិត្យគឺចាប់ពីម៉ោង7ដល់ម៉ោង8អញ្ចឹងសូមក្រាបថ្វាយបង្គំលាសូមជម្រាបលាអរគុណ